នេះគឺជារឿងដែលមិនគួរភ្លេចពី Champions League នៅរដូវកាលនេះជំរាបសួរខ្ញុំក៏បានមានជួបខ្ញុំម្ចាស់នៅក្នុងវីដេអូថ្មីចាឃើញថានៅក្នុងសប្តាហ៍នេះគឺជាការប្រកួតវគ្គ8ក្រុមចុងក្រោយ Champions League ជើងទី1ដែលបើគិតមកនៅក្នុងប្រទេសកម្ពុជានាវេលាម៉ោង2រំលងអាធ្រាត្រថ្ងៃអង្គារឈានចូលដល់ថ្ងៃពុធនេះមានការប្រកួតចំនួន2គូគឺ Arsenal ពីអង់គ្លេសស្វាគមន៍ Real Madrid ពី La Liga អេស្ប៉ាញហើយមួយគូទៀតនោះគឺ Bayern Munich របស់អាល្លឺម៉ង់ត្រូវស្វាគមន៍ Inter Milan ពីអ៊ីតាលីនៅម៉ោង2រំលងអាធ្រាត្រថ្ងៃស្អែកផងដែរក៏មានការប្រកួត2គូគឺ PSG ពីបារាំងស្វាគមន៍ Aston Villa ពីអង់គ្លេសហើយ Barcelona ពីអេស្ប៉ាញនោះត្រូវស្វាគមន៍ Borussia Dortmund ពីអាល្លឺម៉ង់ចា4គូនេះសុទ្ធតែពិបាកសន្និដ្ឋានលទ្ធផលហើយលើសពីនោះទៅទៀតគឺកីឡាករនៅតាមក្លឹបដែលកំពុងតែឡើងវគ្គ8ក្រុមចុងក្រោយនេះក៏កំពុងតែប្រជែងគ្នាដណ្ដើមស្បែកជើងមាសយ៉ាងសម្បើមផងដែរគិតត្រឹមវគ្គ16ក្រុមគឺថាកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេនៅ Champions League ឬហៅថា Top Scorer នោះគឺ Rafinha របស់ Barcelona ដែលគាត់រកបាន11គ្រាប់ហើយ11គ្រាប់នោះគឺมันមានគ្រាប់បាល់ពេណាល់ទីនោះទេចំណែកឯកីឡាកររកបាន10គ្រាប់ដូចគ្នាមានដូចជា Serhou Guirassy របស់ Borussia Dortmund និង Harry Kane របស់ Bayern Munich ចាពួកគាត់រកបានម្នាក់ៗ10គ្រាប់ហើយក្នុងចំណោម10គ្រាប់នោះគឺមានពេណាល់ទីចំនួន4គ្រាប់ដូចគ្នាRobert Lewandowski របស់ Barcelona គឺមកដល់ពេលនេះគាត់រកបាន9គ្រាប់ខណៈដែលកីឡាកររកបានគ្រាប់បាល់7គ្រាប់ដូចគ្នាគឺមានដូចជា Ousmane Dembele របស់ PSG Vinicius Junior ហើយនិង Kylian Mbappe របស់ Real Madrid ចាគ្រាប់បាល់ទាំងអស់នេះដែលខ្ញុំបានរៀបរាប់នឹងគឺជាគ្រាប់បាល់ដែលគិតត្រឹមវគ្គ League Stage ហើយក៏ដូចជាវគ្គ Knockout Stage ដោយអត់គិតវគ្គលេង Play-off នោះទេចាអញ្ចឹង Top Scorer ក៏ដូចជាកីឡាករដែលមានទម្រង់លេងល្អនៅ Champions League ចាប់ពីពេលនេះតទៅគឺសុទ្ធតែមានឱកាសខ្លាយជាបេក្ខភាពប្រជែង Ballon d'Or ប្រសិនបើក្រុមរបស់ពួកគេឡើងដល់វគ្គផ្ដាច់ព្រាត់អញ្ចឹងយើងចាំសម្គាល់មើល Rafinha ហើយនិង Barcelona ទាំងអស់គ្នាបើសិនជាលទ្ធផលរបស់ Barcelona កាន់តែប្រសើរហើយ Rafinha នៅតែរកបានគ្រាប់បាល់ច្រើនទៀតនោះ Rafinha អាចមានសង្ឃឹមនៅក្នុងការប្រជែង Ballon d'Or នារដូវកាលនេះអរគុណច្រើនយើងជួបគ្នាបន្តនៅក្នុងវីដេអូក្រោយសូមជម្រាបលា